បន្ទាប់ពីត្រូវបានស្រូបដោយ Black Hole វត្តមានរបស់ Savannah ក៏មិនបានរសាត់បាត់ឆ្ងាយទៅឯណានោះដែរគាត់កំពុងតែវែងជាមួយនឹងសុបិនរបស់ខ្លួនឯងព្រមទាំងរបស់មនុស្សគ្រប់គ្នាផងដែរចូលទៅក្នុងទ្វារចិត្តមួយចុងក្រោយគាត់ក៏បានទៅនៅលើប្រភពនៃធម្មពលគោទាំង4ទង្វើរបស់ Savannah គឺវាអាចថាគួរឲ្យកត់សរសើរមែនក៏ប៉ុន្តែយកខ្លួនឯងយកទៅលះបង់បែបនេះវាគឺមិនស័ក្តិសមនឹងតម្លៃនោះទេសម្រាប់ Savannah គ្មានអ្វីដែលសំខាន់ជាងរឿងកិច្ចការជួយសង្គ្រោះមនុស្សជាតិគាត់គឺពិតជារីករាយខ្លាំងណាស់ក្នុងនាមគឺជា agent Unclose your safari your next mission eliminate enemy is noxious រឿងមួយនេះគឺពិតជាមិនសំខាន់ក៏ប៉ុន្តែអ្វីដែលគឺជារឿងសំខាន់បំផុតនោះហេតុអ្វីបានជា knock នោះគឺអាចប្រើខាប់សែនបានពីព្រោះតែ just focus on your mission អញ្ចឹងហើយទៅថា Savannah គឺនៅតែមិនទាន់ចាប់អារម្មណ៍នៅរឿងខុសប្រក្រតីនៅឡើយប៉ុន្តែអ្វីដែលគាត់ចងចាំនៅក្នុងចិត្តដែលមិនអាចភ្លេចនោះគឺ Capsen វាគឺជាអតិពលធ្វើឲ្យសម្បត្តិអាក្រក់ខ្លាចជាការពិតហើយអ្វីដែលគឺជាការពិតនៅពេលបច្ចុប្បន្ននោះគាត់គឺបានទទួលនៅតែសាកល្បងអំពីសម្បត្តិអាក្រក់របស់ខ្លួនដើម្បីឲ្យការពិតគឺទៅជាការពិតហើយគួរឬក៏មិនគួរគាត់គឺនៅតែមិនអាចសម្រេចចិត្តបានដដែលអ្វីដែលអាចធ្វើបានទៀតនោះទីកន្លែងមុននោះគឺត្រូវបានដួលរលំទៅហើយវាក៏អាចនិយាយបានថាការតែសាកល្បងមួយនេះជាអតិពលដល់ Savannah នៅពិភពពិតផងដែរជាក់ស្ដែងនៅក្នុងសម្បត្តិរបស់ Savannah អ្វីដែល Savannah គឺខ្លាចជាងគេបំផុតកាលដែលគាត់គឺនៅក្មេងគាត់គឺជួបប្រទះនឹងហេតុការណ៍មួយយ៉ាងកំឡុងពេលដែលគាត់គឺកំពុងតែដើរកាត់ភ្លៀងតម្រង់ទៅរកសាលាហើយក៏មានមេឃដ៏ខ្មៅងងឹតជះនៅរន្ទះពណ៌លឿងមួយធ្វើឲ្យគាត់មានការភ័យខ្លាចជាខ្លាំងប៉ុន្តែឥឡូវនេះគាត់គឺបានបញ្ជូនខ្លួនឯងចូលទៅក្នុងសម្បត្តិខ្លួនឯងផ្ទាល់តែម្ដងពេលវេលាក៏បានកាត់ទៅដល់គាត់រត់ចូលទៅក្នុងបន្ទប់សាលាក្នុងពិភពពិតក្នុងនាងគឺជាបងស្រីរបស់បាគូគាត់គឺពិតជាបារម្ភជាមួយនឹងប្អូនប្រុសរបស់ខ្លួនហើយក៏មិនជឿថាប្អូនប្រុសរបស់ខ្លួនបំពេញបេសកកម្មលុកលុយចូលទៅក្នុងសុបិនរបស់មនុស្សផងអង្គការខូតគឺជាអង្គការមួយដែលបំពេញនៅបេសកកម្មជួយសង្គ្រោះមនុស្សអំពីណៃមាដែលលុកលុយចូលទៅក្នុងសុបិនអាក្រក់ Savannah គាត់គឺកំពុងតែលះបង់នៅតម្លៃរបស់ខ្លួនឯងដើម្បីបំពេញបេសកកម្មខ្លួនដ៏ធំវត្តមានសិស្សតែច្រើនគឺកំពុងតែរៀបចំខ្លួនដើម្បីចូលទៅក្នុងបន្ទប់ពិសេសរបស់ខ្លួនក្នុងនោះផងដែរក៏មាន Savannah ទោះបីជា Savannah មិនសូវជារៀនពូកែប្រមាណក្តីក៏គាត់គឺអាចចូលទៅក្នុងថ្នាក់ដ៏ពិសេសមួយនោះបានថ្នាក់មួយនោះគឺវារៀងចម្លែកបន្តិចក៏ពិតមែនប៉ុន្តែវាក៏តប៉ែហើយព្រមទាំងសប្បាយទៀតផងកំឡុងពេលដែលខ្លួនគឺកំពុងសិក្សា Savannah គឺបានចាប់អារម្មណ៍ថានៅលើចិញ្ចៀនគឺមានកំណត់សញ្ញាលេខ4ដែលបារម្ភម្នាក់គឺបានពាក់គាត់គឺជា Odaka Tensei ដែលគឺជាគ្រូបង្រៀនប្រចាំបន្ទប់របស់ Savannah ស្ទើរតែមិនគួរឲ្យជឿមិនគួរណា Savannah ភ្លេចរឿងសំខាន់មួយនេះសោះចំណែកឯអង្គការខូតដែលមានចិញ្ចៀនកំណត់ចំណាំលេខកូដ number 4ព្រមទាំងបានបង្ហាញថានុកគឺកំពុងតែដេកសន្លប់នៅក្នុងជីវិតពិតចំណែកឯក្នុងសុបិនគាត់គឺនឹងបានចាកចេញពីទីនេះឆាប់បើសិនជាយើងក៏លេចទៅមើលផ្នែកមួយជ្រុងទៀតនោះគឺបានឲ្យដឹងថាគាត់គឺកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹង Shadow Nightmare ដែលខ្លួនឯងគឺមានភាពភ័យខ្លាចជាមួយនឹងវាជាខ្លាំងបើមិនអញ្ចឹងទេនោះគាត់គឺមិនមែនបដូរទម្រង់គឺជានុកណៃភ្លាមនោះទេមូលហេតុអញ្ចឹងហើយទើបនុកព្យាយាមដេញ Shadow Nightmare ឲ្យចេញពីសុបិនអាក្រក់របស់ខ្លួនទោះបីជាខំប្រយុទ្ធជាមួយនឹងភាពភ័យខ្លាចរបស់ខ្លួនឯងយ៉ាងណាក៏ដោយ Shadow Nightmare វាមិននឹងអាចចាក់ចេញពីសុបិនអាក្រក់របស់នុកទៅព្រោះថាបច្ចុប្បន្នភាពភ័យខ្លាចគឺតែងតែលងបន្លាចចំពោះនុកដដែលមុនពេលដែលនុកនិយាយពាក្យទាំងអស់នេះសូមយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯងជាមុនសិនទៅចំណែកឯបើសិនជាយើងក៏លេចទៅមើលប៉ូលីសដ៏អត់ប្រយោជន៍របស់យើងទៅពីរនាក់នេះវិញពួកគេគឺកំពុងតែដុតដៃដុតជើងស៊ើបអំពីរឿង Odaka ការលាក់កំបាំងរបស់គាត់គឺពិតជាច្បាស់លាស់ខ្លាំងណាស់គឺមិនមានដានណាដែលបង្ហាញអំពីតម្រុយរបស់គាត់ថានៅទីណានោះទេក៏ទោះបីជាការតាំងពីព័ន្ធនៅរូបមនុស្សផ្សេងក៏ដោយមិនលើកលែងសូម្បីតែថារ៉ោសានការងារគឺពិតជាច្រើនពេកហើយពួកគេគឺត្រូវតែរកពេលវេលាដែលសមគួរដើម្បីញ៉ាំអាហារដើម្បីចម្អែតកាពះរបស់ពួកគេ3ពេលប៉ុន្តែសម្រាប់លោក Fujimi នៅវិញគឺមានតែអាហារពេលយប់ប៉ុណ្ណោះវាគឺបំផ្លាញសុខភាពរបស់ខ្លួនឯងមែនហើយក៏កូនចៅរបស់ខ្លួនឯងបានដាស់តឿនអញ្ចឹងក៏ដោយក៏លោក Fujimi ក៏នៅតែមិនស្ដាប់ស្ថានភាពនៅខាងក្រៅគឺបានសរបញ្ជាក់ឲ្យឃើញច្បាស់ថាអាកាសធាតុវាគឺបានផ្លាស់ប្ដូរភ្លាមពេលវេលានេះមិនគួរណាថ្ងៃប្រែទៅជាយប់លឿនយ៉ាងនេះទេ
ប្រហែលជាករណីខ្មៅកាត់ឡើងមួយទៀតហើយមើលទៅហើយជួយមកវាធ្វើអញទុំតែដេកហើយភ្ញាក់មិញឥឡូវយប់ទៀតហើយកំឡុងពេលដែល Savannah គឺកំពុងតែចេញពីផ្ទះអូតាខាថានសេតបាននិយាយទៅកាន់ Savannah ថ្ងៃនេះ Savannah នៅហត់មើលថែខ្លួនឲ្យបានល្អរឿងមួយនេះគឺពិតជាចម្លែកខ្លាំងណាស់ Savannah ស្គាល់ Note បានដល់របៀបណាឬមួយក៏ថា Savannah វាគឺអាចឆ្លុះបញ្ចាំងពីការពិត Savannah ក៏មិនប្រកាសចិត្តដែរមានតែចាំមើលបន្តទៀតគាត់គឺគិតថារឿងមួយនេះគឺដូចជាខុសបក្តីប៉ុន្តែនៅពេលដែលបើកទ្វារចូលទៅតាមនោះអ្វីគ្រប់យ៉ាងក៏ប្រែក្លាយទៅជាកន្លែងដើមទៅហើយហេតុអ្វីគឺបានជា Savannah ភ្លេចនៅរឿងសំខាន់មួយនេះហេតុអ្វីបានជាវាគឺត្រូវបានលុបចោលទៅវិញច្បាស់ណាស់ថាគាត់ស្គាល់ពីខ្លួនឯងជាងអ្នកណាទាំងអស់ទោះបីជាយ៉ាងណាក៏ដោយSavannah ត្រូវតែដឹងអំពីអាចកំបាំងមួយនេះឲ្យតទៅបានចេញពីមាត់នោះក៏ដូចគ្នានោះដែរព្រឹត្តិការណ៍កាលពីប្រហែលឆ្នាំមុនវាក៏បានកើតឡើងពិតមែន Savannah កំពុងតែមានភាពស្ទាក់ស្ទើរនៅក្នុងចិត្តមិនដឹងថាខ្លួនឯងគឺធ្វើអ្វីនៅពេលនេះអ្វីដែលគាត់គឺអាចធ្វើបានគឺបញ្ចប់សប្បុរសអាក្រក់របស់ខ្លួនឯងជាមុនសិនអ្វីដែលគាត់អាចធ្វើបានតែមួយគត់នៅពេលនេះគឺប្រើខាប់ផ្សេងរបស់គាត់ទិញយកនៅអំណាចដែលទោះបីជាអំណាចមួយនេះគឺជាអំណាចអាក្រក់ក៏ដោយគាត់គឺត្រូវតែធ្វើវាឲ្យបានខ្លួនឯងកាលពីក្មេងប្រឈមមុខជាមួយនឹងខ្លួនឯងនៅក្នុងសបិនអារ៉ាយលើកដៃឡើងលើក៏ហៅនៅរន្ទះបើកើតបានជាធម្មពលថ្មីនោះគឺជាធម្មពល Inosmi Plasma គឺជាធម្មពលនៃល្បឿនដែលប្រៀបស្មើជាមួយនឹងរន្ទះបន្តិចក្រោយមក Savannah មិនចាំយូរគាត់គឺនឹងត្រូវទៅដោះស្រាយបញ្ហាដែលគឺជាចម្ងល់របស់គាត់ចេញតែម្ដងពួកគេគឺបានផ្លាស់ទីចូលទៅក្នុងសបិនមួយរបស់នុកអ្វីដែល Savannah អាចធ្វើបាននៅពេលនេះគឺបេសកកម្មរបស់គាត់គឺជាអ្នកសម្រេចរីឯអ្នកម្ចាស់វិញនាងគឺធ្វើការងាររបស់នាងដែលនាងគឺធ្លាប់ធ្វើកន្លងមកដូចជាធម្មតាអញ្ចឹងក្នុងការប្រយុទ្ធរបស់នុកទោះបីជានុកគឺត្រូវចាញ់រាល់ពេលក៏ដោយនុកគឺតែងតែទន្ទឹងនៅក្នុងចិត្តថាខ្លួនគឺមិនមានភាពភ័យខ្លាចវាមិនមែនគឺជារបស់ខ្លួនទេប៉ុន្តែជំហានរបស់ Savannah ដែលដើរទៅមួយជំហានក៏បានមកដល់ដែរវាគឺបានជះនៅពន្លឺដ៏ខ្លាំងសម្រាប់ Savannah នេះវិញឲ្យតែគឺជាបេសកកម្មគាត់គឺត្រូវតែធ្វើទាំងអស់គាត់គឺមិនខ្វល់ពីអ្នកណាមិត្តឬមួយក៏អ្នកណាសត្រូវទេ Eliminate Enemy នៅពេលនេះប្រវត្តិសាស្ត្រក៏បានចារទុកអំពីកំពូល Rider ដែលមានធម្មពលគោលគឺជា Speed ដែលមានល្បឿនដូចជារន្ទះនោះហើយគឺជាធម្មពល Inosmi Plasma គ្រាន់តែលេចឡើងនៅទម្រង់មួយនោះឃើញក៏ញាក់សាច់ដែរដោយការប្រយុទ្ធមួយនេះ Savannah គឺបានយកឈ្នះទៅលើនោះដោយល្បឿននៃកម្ពស់មនុស្សផងព្រមទាំងកម្លាំងផងដែលធ្វើឲ្យនុចនៅពេលបច្ចុប្បន្នគឺជាបាវសាក់របស់ Savannah ទៅវិញក្នុងការតេស្តធម្មពល Inosmi Plasma មួយនេះធម្មពលមួយនេះរបស់ Savannah គឺពិតជា cool ខ្លាំងមែនទែនវាមានអំណាចបំផ្លាញនៅអ្វីគ្រប់យ៉ាងក៏សូម្បីតែធម្មពលនៃពេលវេលាក៏ដោយក៏ Savannah គឺអាចយកឈ្នះផងបានដែរក៏ទោះបីជានុកគឺបានត្រូវស៊ីនៅកណ្ដាប់ដៃរបស់ Savannah ប្រមាណដៃក៏ពិតមែនក្នុងនាមអ្នកប្រយុទ្ធដ៏សែនវៃឆ្លាតនុកគឺបានគ្រប់គ្រងស្ថានភាពប្រយុទ្ធរបស់ខ្លួនឯងដោយល្អឥតខ្ចោះរឿងគឺវានៅតែមិនទាន់បញ្ចប់ត្រឹមតែប៉ុណ្្នឹង Savannah គឺនៅតែមាន weapon ដើម្បីជួយជាជំនួយដើម្បីក្នុងការប្រយុទ្ធរបស់ខ្លួនបូកផ្សំជាមួយនឹងធម្មពល Speed គម្លាតរវាងនុកហើយនិង Savannah គឺកាន់តែឆ្ងាយគ្នាទៀតហើយឆាចនៅ power 1 2 3រួចក៏លុក target ទៅកាន់នុចធ្វើឲ្យនុច defeat 1-0ប៉ុន្តែធម្មពលមួយនេះក្នុងពេលតែមួយវាក៏មិនអាចប្រើបានច្រើនដងនោះទេធ្វើឲ្យ Savannah ខ្លាចទៅជាទម្រង់មនុស្សទៅហើយដូចតែនុចគឺបាននិយាយអញ្ចឹងអំណាចដែល Savannah គឺបានប្រើវាគឺនឹងធ្វើការបំផ្លាញ Savannah ម្ដងបន្តិចស្ថិតនៅក្នុងសបិនរបស់ Savannah គឺឆ្ងល់ណាស់ថានុកគឺបានធ្វើអ្វីទៅកាន់ខ្លួនវាគឺជាការពិតអ្វីដែលនុកគឺបានលុបចេញពី Savannah គឺជាធម្មពលនៃមហន្តរាយហើយធម្មពលមួយនេះវាក៏បានលេចឡើងនៅក្នុងជីវិតពិតផងដែរអ្វីដែលពួកគេគឺត្រូវស៊ើបអង្កេតវាគឺមានទំនាក់ទំនងជាមួយនឹង Nightmare កាលណាដែល Nightmare គឺនៅទីណា Odaka គឺនៅទីនោះអស់រយៈពេល11ម៉ោងទៅហើយដែល Savannah គាត់គឺមិនទាន់ដឹងខ្លួនបងស្រីរបស់ខ្លួនគឺពិតជាបារម្ភខ្លាំងមែនតើ Zero គឺនៅតែអះអាងដដែលថាបេសកកម្មរបស់ Savannah គឺជាបេសកកម្មដ៏ធំដែលគឺជាបេសកកម្មសម្រាប់នៅមនុស្សក្នុងនាមគឺជាបងស្រីជឿជាក់ទៅកាន់ Savannah គាត់គឺពិតជាមនុស្សដ៏សែនល្អខ្លាំងណាស់ហេតុអីបានជាយកគាត់ចូលទៅក្នុងបេសកកម្មដែលសម្រាប់មនុស្សបែបនេះនឹងហើយវាទៅគឺជារឿងសំខាន់
ពិភពនៃភ្នាក់ងារសម្ងាត់នោះវាគឺបែបនឹងឯងវាក៏ដូចជាជួយចំពោះមនុស្សផងដែរអ្វីដែលសវណ្ណគឺគួរតែដឹងនៅពេលនេះគឺគួរណាត្រូវតែដឹងរឿងគ្រប់យ៉ាងគឺសិតតែពាក់ព័ន្ធជាមួយនឹងអង្គភាពខូចទាំងអស់ក៏ព្រោះថាផែនការយូរអង្វែងរបស់ខូចនោះគឺដើម្បីឲ្យមនុស្សនោះធ្លាក់ចូលទៅក្នុងសបិនដែលมันអាចភ្ញាក់ឡើងវិញបានជារៀងរហូតហ្នឹងហើយបច្ចុប្បន្ននេះនោះគឺនឹងសង្ឃឹមថាសវណ្ណគាត់នឹងមានសំណាងល្អទៅចុះវាគឺពិតជាច្បាស់ខ្លាំងណាស់ណាដែលការដាក់សង្ស័យជាមួយនឹង Commando Code Number 0 នោះគឺនឹងត្រូវបានបើកបង្ហាញឆាប់ៗ